សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទសូណាល់ម្ដងទៀតព្រោះមានបងប្អូនយើងមួយចំនួនគាត់ចេះតែឆាតយើងមកសួរថាធ្វើម៉េចបានឲ្យសัตว์ចូលទៅនៅក្នុងផ្ទះគាត់ព្រោះគាត់បើកសំឡេងយូរខែយូរឆ្នាំដែរហើយប៉ុន្តែសัตว์ដូចជាអត់ចូលក្នុងផ្ទះរបស់គាត់តែអាហ្នឹងវាមានកត្តាច្រើនយ៉ាងណាបងប្អូនទាំងអស់គ្នាមិនមែនមានតែមួយចំណុចពីរចំណុចទេតែថ្ងៃនេះខ្ញុំនិយាយតែមួយចំណុចសិនខ្ញុំនិយាយពីខ្ញុំថតពីវីដេអូដែលផ្ទះតិចកម្មដែលខ្ញុំធ្វើនឹងឲ្យមើលថាការបើកច្រកសัตว์ចេញចូលហើយនឹងការចាត់ speaker នៅមាត់ច្រកទ្វារហ្នឹងវាត្រូវធ្វើយ៉ាងម៉េចឲ្យបានត្រឹមត្រូវព្រោះអាហ្នឹងគឺជាចំណុចសំខាន់មួយនៅក្នុងចំណោមចំណុចសំខាន់ជាច្រើនទៀតដែលធ្វើឲ្យសัตว์ងាយស្រួលចេញចូលក្នុងផ្ទះតិចកម្មព្រោះបើសិនជាយើងរៀបចំនៅខាងក្នុងផ្ទះស្រួលបួលអស់ត្រឹមត្រូវអស់ហើយប៉ុន្តែអាចច្រកសัตว์ចេញចូលហើយនឹងឧបករណ៍ដែលយើងចាប់នៅមាត់ច្រកទ្វារហ្នឹងមិនបានត្រឹមត្រូវក៏យើងតាក់ទាញសัตว์អត់បានច្រើនអត់បានល្អដែរនេះគឺជារូបភាពច្រកខាងក្រៅសម្រាប់ផ្ទះតិចកម្មដែលខ្ញុំបានរៀបចំហើយអាខ្មៅព័ទ្ធជំនាញបឡាហ្នឹងសម្រាប់ការពារតុកកែហើយឃើញមានឆាងម៉ាងនេះគឺខ្ញុំរៀបចំសម្រាប់ឲ្យវាដោះបានណាព្រោះឆាងម៉ាងនៅខាងលើហ្នឹងក៏វាងាយខូចដែរព្រោះវានៅហាលខ្យល់ហាលភ្លៀងអញ្ចឹងយើងត្រូវធ្វើម៉េចឲ្យដោះបានទៅយើងអាចយកវាមកជួសជុលបានសំឡេងឆាងម៉ាងក៏សំខាន់ដែរអញ្ចឹងយើងមិនអាចបដ ாய் វាដាច់រាប់ខែរាប់ឆ្នាំនៅនឹងបានទេអញ្ចឹងនៅពេលដែលដាច់យើងត្រូវឆាប់ជួសជុលវាព្រោះអាហ្នឹងវាជាកន្លែងមួយដែលអាចតាក់ទាញសัตว์មកលេងជុំវិញផ្ទះរបស់យើងបានសម្រាប់ speaker ដែលខ្ញុំចាប់នៅមាត់ច្រកទ្វារខាងក្រៅខ្ញុំអត់ចាប់ពីផ្នែកខាងលើទេដោយសារខ្ញុំសង្កេតឃើញថានៅពេលដែលយើងចាប់ខាងលើសัตว์វាមកវាចូលចិត្តតោងដេកនៅខាង speaker ហ្នឹងអញ្ចឹងបានខ្ញុំចាប់ទៅចំហៀងវិញដើម្បីនៅពេលដែលវាមករកសំឡេងហ្នឹងវាអត់មានកន្លែងតោងវាត្រូវចូលទៅក្នុងផ្ទះនឹងហោះលេងនៅបរិវេណខាងក្នុងផ្ទះអញ្ចឹងពេលខ្លះបើវាតោងដេកនៅមាត់ច្រកទ្វារខាងក្នុងផ្ទះអាហ្នឹងក៏បានដែរធ្វើម៉េចកុំឲ្យវាដេកនៅខាងក្រៅឲ្យវាមានឱកាសចូលទៅក្នុងផ្ទះរបស់យើងហើយ speaker ដែលយើងចាប់នៅខាងក្រៅហ្នឹងយើងប្រើ speaker ល្អមកព្រោះអាហ្នឹងវាងាយខូចដោយសារវាត្រូវក្តៅវាត្រូវភ្លៀងវាត្រូវខ្យល់អញ្ចឹងវាអាចឆាប់ខូចអញ្ចឹងយើងតតែប្រើរបស់ល្អបានទប់ជាមួយនឹងអាកាសធាតុបានហើយការចាប់ speaker ហ្នឹងទៀតសោតយើងកុំចាប់ច្រើនពេកយើងប្រើរបស់ល្អយើងចាប់តែ4គ្រាប់ល្មមហើយបើសិនជាយើងចាប់តិចពេកក៏អត់ល្អដែរយើងចាប់4គ្រាប់នេះសគួរថងថាបើសិនជាមានខូច1ខូច2អីសំឡេងវានៅតែលឺអញ្ចឹងបានមូលហេតុហ្នឹងយើងចាប់4គ្រាប់ហើយយើងកុំបំបាសវាឡើងលើខ្លាំងពេកនៅពេលដែលយើងបំបាសវាឡើងលើខ្លាំងពេកខែភ្លៀងអាទឹកនេះវាឆាប់ចូលទៅវាអាចធ្វើឲ្យ speaker របស់យើងអត់លឺហើយឆាប់ខូចអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបងប្អូនដែលមិនទាន់យល់អាចឆាតមកសួរបានអរគុណច្រើនហើយសូមបងប្អូនទាំងអស់គ្នាអ្នកដែលចង់ចាំតិចកម្មឬក៏អ្នកមានផ្ទះចាំតិចកម្មហើយជួយ follow page ម្នាក់មួយផងដើម្បីបានព័ត៌មានផ្សេងតាក់ទងទៅនឹងការចាំតិចកម្មអរគុណច្រើនជម្រាបលាសុខសប្បាយ